I wish to study abroad ចឹងថ្ងៃនេះបងប្អូននឹងសិក្សាអំពីតម្រងសំណង់ពាក្យ wish អញ្ចឹងពាក្យ wish មានសំណង់ប្រយោគច្រើនហើយអត្ថន័យរបស់វាក៏ខុសគ្នាដែរអញ្ចឹងកាលណា wish បូកជាមួយនឹង to infinitive មានន័យថាចង់ស្មើនឹងពាក្យ want ណា I wish to study abroad ខ្ញុំចង់រៀននៅបរទេស She wishes to live abroad នាងចង់រស់នៅបរទេស I wish to study English with you ខ្ញុំចង់រៀនភាសាអង់គ្លេសជាមួយអ្នកអញ្ចឹង wish to do something មានន័យថាចង់ធ្វើអីមួយអញ្ចឹងបងប្អូនដាក់ wish មកបូកជាមួយនឹងកិរិយាសព្ទ to infinitive មួយទៀតគឺ wish ប្រើសម្រាប់ជូនពរអញ្ចឹងកន្លែងនេះដែលខ្ញុំឃើញប្រើខុសច្រើន wish somebody something តែម្ដងអត់មានដាក់ to អត់មានដាក់អីទេ I would like to wish you good luck ខ្ញុំសូមជូនពរអ្នកឲ្យមានសំណាងល្អហើយតើបងប្អូនសរសេរមក I would like to wish you have good luck ខុសបាត់ឃើញទេអញ្ចឹង wish somebody មក something តែម្ដងជាទម្រង់នាមតែម្ដងឬក៏កន្សោមនាម I would like to wish you prosperity ខ្ញុំសូមជូនពរអ្នកឲ្យរកស៊ីមានបានឬក៏ចម្រុងចម្រើនអញ្ចឹងរកស៊ីមានបានឬចម្រុងចម្រើនយើងប្រើពាក្យហ្នឹង prosperity ណារុងរឿងចម្រើនរុងរឿងរកស៊ីមានបានកើតកាលវាគុំអីហ្នឹងចូលនៅក្នុងហ្នឹងទាំងអស់ហើយពាក្យហ្នឹងណាអូខេ I would like to wish you prosperity អញ្ចឹងវាជាទម្រង់ noun ហើយតែបងប្អូនដាក់ថា I would like to wish you to have prosperity ខុសសំណង់ប្រយោគបាត់ហើយអញ្ចឹងក្នុងវីដេអូនេះបងប្អូនសិក្សាអំពីពីរសំណង់ពាក្យតែមួយបណ្ដាសំណង់របស់គ្នា wish to do something មានន័យថាចង់ដល់ពេល wish somebody something ជូនពរឲ្យមានដល់ជូនពរអ្នកឲ្យមានលុយច្រើន I wish you a lot of money អត់មាន I wish you have a lot of money ទេខុសបាត់ហើយកុំដាក់តម្រងអីក្រៅពី noun ឬកន្សោម noun កន្សោមនាមណាហើយតើបងប្អូនដាក់ adjective អីខុសបាត់